សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីជាមួយនឹងរឿង Golden Boy ភាគបន្តតោះដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងភាគទី5សាច់រឿងគឺចាប់ផ្ដើមឡើងនៅពេលដែល Kitaro កំពុងតែសាប់កង់ឡើងភ្នំស្របពេលនោះដែរក៏ស្រាប់តែមានម៉ូតូស្ពណ៌ធំ Mark Binota ពណ៌ក្រហមមួយគ្រឿងបើកវ៉ាគាត់ក្នុងល្បឿនដ៏លឿនដោយព្យុះសង្ឃរាអញ្ចឹងដល់មកដល់ទីចំណតមួយកន្លែងទើបយើងដឹងថាអ្នកបើកម៉ូតូតែពិតគឺជាមនុស្សស្រីនោះទេហើយថែមទាំងសិចស៊ីថែមទៀតផងធ្វើឲ្យ Kitaro របស់យើងនឹងលងស្នេហ៍ទៀតហើយគ្រាន់តែឃើញសម្រស់នាងព្រាមបើកភ្នែកប៉ិនពងមន់តែម្ដងក៏ប៉ុន្តែនាងគឺពិតជាមិនមែនជាមនុស្សស្រីធម្មតានោះទេគឺជើងឆើតតែម្ដងបាទលើកប៊ីយ៉ាមកកំប៉ុងផឹកលេងហើយថែមទាំងយកជើងនឹងទៅមួរ៉ាម៉ូតូទៀតងងយីលុយរបស់គេអើយទស្សនវិជ្ជាបែបហ្នឹងធ្វើឲ្យ Kitaro របស់យើងរំភើបទៀតហើយមិនត្រឹមតែប៉ុណ្ណោះនារីម្នាក់នោះហាក់ដូចជាធ្វើកាយវិការប្លែកៗទៅលើម៉ូតូនឹងទៀតបងប្អូនមើលខ្លួនឯងទៅថាគាត់កំពុងតែធ្វើអីនេះគឺតបន្តមកទៀតនាងក៏បង្ហោះម៉ូតូទៅបាត់ទៅបន្សល់ទុកឲ្យ Kitaro នៅឆ្ងល់តែឯងដោយទ្រាំមិនបាននៅក្នុងការងឿងឆ្ងល់ Kitaro ក៏បានសាប់កង់ដេញទៅតាមតែម្ដងនៅគិតថាតាមតនហ្នឹងបន្តមកទៀត Kitaro ក៏បានមកដល់វិមានដ៏ធំស្កឹមស្កៃនៃគ្រួសារអភិជនមួយហើយគាត់ក៏បានសុំធ្វើការជាអ្នកបម្រើស្ម័គ្រចិត្តនៅទីនោះដើម្បីបដូរបាយហូបនៅទីនោះក៏យើងឃើញថាមានអ្នកបម្រើយ៉ាងច្រើនសុទ្ធតែក្បាលតងោលហើយនៅទីនោះគឺជាគ្រួសារបែបប្រពៃណីរបស់ជប៉ុនហ្នឹងឯងហើយ Kitaro យើងក៏បានទៅធ្វើការជាមួយនឹងអ្នកបម្រើផ្សេងទៀតផងដែរការងារអ្វីក៏តួឯងប្រុសយើងធ្វើដែរដើម្បីបានបដូរបាយហូបក៏ប៉ុន្តែនៅក្រុមគ្រួសារនេះគឺថាមានវិន័យតឹងរឹងខ្លាំងមែនទែនហើយការងារដែលគាត់ធ្វើនឹងរួមមានតាំងពីបោសសម្រាមបោកកៅអៅជូតផ្ទះលាងចានអីចឹងជាដើមក៏ប៉ុន្តែការងារគឺក្រិតក្រមខ្លាំងណាស់ហ៊ានតែធ្វើខុសបន្តិចក៏ថាមេការស្ដីឲ្យភ្លាមតែម្ដងក៏ប៉ុន្តែរឿងនេះវាមិនមានបញ្ហាជាមួយនឹងតួឯងប្រុសរបស់យើងទេពួកអីជីវិតគឺជាការរៀនសូត្រនេះគឺជាពាក្យស្លោករបស់គាត់នៅព្រឹកថ្ងៃបន្ទាប់នៅពេលដែល Kitaro កំពុងតែបោសសម្រាមនៅមុខផ្ទះកូនក្មុំរបស់ម្ចាស់ផ្ទះដ៏ស្រស់សភាបានចេញមកហើយ Kitaro មើលនាងមិនដាក់ភ្នែកនោះទេពីព្រោះនាងគឺពិតជាស្រស់សភាមែនទែនជាមួយនឹងឈុតបែបបុរាណរបស់ជប៉ុនហើយនាងគឺមានឈ្មោះថា Raiko ហើយនៅពេលដែល Raiko ងាកមុខមកមើលចំតួឯកប្រុសរបស់យើងធ្វើឲ្យគាត់នឹងឡើងឈាមស្រើតតែម្ដងបាទហើយតួឯកប្រុសរបស់យើងគឺមិនចោលទេនៅក្នុងការកត់ត្រាអ្វីផ្សេងដែលគាត់បានរៀនប្រចាំថ្ងៃក៏ដូចជាអ្វីដែលគាត់បានជួបផងដែរហើយនៅព្រឹកថ្ងៃបន្ទាប់ Kitaro របស់យើងគឺបានកាន់ចានបាយម្ហូបជាច្រើនដាក់ចូលគ្នានឹងកម្ពស់ណានៃផងដែរដើរក៏បានទៅជួបជាមួយនឹង Raiko ដោយចៃដន្យដោយសារតែសម្រស់ដ៏ល្អឯករបស់នាងធ្វើឲ្យតួឯកប្រុសរបស់យើងញាក់ញ័រជ័រឆក់ទៀតហើយបាទធ្វើឲ្យកំពប់ចានបាយខ្ទេចខ្ទីពេញហ្នឹងបន្ទាប់ពីបែកចានខ្ទេចខ្ទីហើយក៏ធ្វើមកសុំទោសអីណាអីចឹងទៅដើម្បីសុំការអភ័យទោសពី Raiko ផងដែរ Raiko ក៏មិនបានថាអីនោះទេនាងក៏ដើរចេញទៅបាត់ទៅក៏ប៉ុន្តែត្បិតតែនាងមិនថាអីតែមេការគឺមិនលើកលែងឲ្យគាត់នោះទេគឺគេពិន័យឲ្យគាត់មិនឲ្យហូបបាយល្ងាចហើយឲ្យគាត់ឈរពិចារណាកំហុសនៅក្រោមទឹកជ្រោះថែមទៀតផងបើទោះជាយ៉ាងណាក៏ដោយគាត់ក៏នៅតែតស៊ូបានពីព្រោះអីគាត់គឺជា Kitaro អូអេនោះអីដោយព្រឹកបន្ទាប់គាត់មកធ្វើការធម្មតាដោយព្រឹកនេះគាត់គឺជាអ្នកសម្អាតបន្ទប់ទឹកហើយដូចដែលយើងដឹងស្រាប់ហើយថា Kitaro ឲ្យតែប៉ះបន្ទប់ទឹកគឺជាជំនាញរបស់គាត់តែម្ដងគាត់បោះជូតតតែស្អាតមែនទែនក៏ប៉ុន្តែអ្វីដែល Kitaro មិនដែលចោលនោះគឺថាឲ្យតែនៅចិត្តចានបង្គន់គឺនឹកឃើញតែមនុស្សស្រីតែម្ដងបាទហើយនិយាយពីថាសម័យដល់ណាដល់ណីតែម្ដងបងប្អូនហើយកំពុងតែប្រកាច់ប្រកិនអោបចានបង្គន់ក្នុងបន្ទប់ទឹកគឺថានៅពេលនោះ Raiko បានមកដល់ផងដែរដល់ពេលដែលនាងឃើញអាការៈ Kitaro បែបនេះនាងក៏បិទទ្វារបន្ទប់ទឹកទៅយ៉ាប់មែនធ្វើឲ្យដាច់នោមរបស់តួឯកស្រីបាត់ទៅហើយដោយសារតែទង្វើប្លែកៗរបស់ Kitaro មេការគ្រប់គ្រងផ្ទះក៏សម្រេចចិត្តដេញគាត់ចេញតែម្ដងព្រោះពួកគេគិតថា Kitaro ដូចជាមិនសូវមិនទេប៉ុន្តែ Kitaro នៅពេលដែលគេដេញចេញហើយមិនតាន់ទៅណាទេគាត់គឺនៅតែបោះតង់នៅជិតផ្ទះនឹងនៅឡើយនោះទេពីព្រោះអីគាត់ចង់ដឹងអាកំបាំងនៅពីក្រោយតួឯកស្រីរបស់យើងឯងគឺ Raiko ពីព្រោះគាត់គិតថា Raiko គឺពិតជាដូចទៅនឹងនារីម្នាក់ដែលជិះម៉ូតូធំវ៉ាគាត់កាលពីដើមរឿងឯងបន្តមកទៀតនៅព្រឹកថ្ងៃបន្ទាប់ Kitaro ក៏បានប្រទះឃើញ Raiko ជិះតាក់ស៊ីទៅកន្លែងណាមួយក៏មិនដឹងហើយគាត់ក៏សម្រេចចិត្តតាមដាននាងតែម្ដងនៅពេលដែលមកដល់អគារចាស់មួយ Kitaro ក៏សម្រេចចិត្តចូលទៅតាមដានដល់ក្នុងនោះទៀតហើយពេលនោះហើយដែលយើងបានឃើញអាកំបាំងមួយតាមពិតទៅនារីជិះម៉ូតូធំនឹងគឺជា Raiko នឹងឯងក៏ប៉ុន្តែផ្ទុយពីភាពសុភាពរាបសារនៅក្នុងផ្ទះខ្លាចទៅជានារីម្នាក់ផ្សេងទៀតនាងបានដោះសម្លៀកបំពាក់ទាំងអស់ចេញហើយទុកតែខោលីអូនោះទេហើយមកអង្គុយធ្វើជាកាយវិការស្រាប់ស្រាលនៅលើម៉ូតូរបស់នាងត្រិនហាក់ដូចជាមនុស្សរោគចិត្តអីចឹងធ្វើមុខសឹមលើម៉ូតូ
ហើយហើយនាងក៏បានដឹងពីវត្តមានរបស់គីតារ៉ូកំពុងតែលួចមើលនាងដែរហើយកំឡោះគីតារ៉ូចាំការទៀតបើគេដឹងពីវត្តមានហើយក៏ចេញមកតែម្ដងទៅបន្ទាប់ពីចេញមកគឺថារ៉ៃកូឌីលយកតែម្ដងពីព្រោះអីគាត់មានជំងឺមួយគឺថាស្អប់មនុស្សប្រុសណាគាត់គិតថាមនុស្សប្រុសទុនខ្សោយមិនអាចធ្វើអ្វីបាននោះទេហើយក្នុងចិត្តគំនិតរបស់គាត់គឺគិតថាមនុស្សប្រុសគឺពិតជាគ្មានប្រយោជន៍ចាញ់ម៉ូតូរបស់គាត់ទេគឺម៉ូតូរបស់គាត់គឺអស្ចារ្យជាងមនុស្សប្រុសទៀតហើយដើម្បីថែរក្សាកិត្តិយសកេរ្តិ៍ឈ្មោះរបស់មនុស្សប្រុសគីតារ៉ូក៏មិនអាចទទួលយកបានទេនៅពាក្យប្រមាថមើលងាយបែបនេះហើយគីតារ៉ូក៏បានទាមទារធ្វើការប្រកួតជាមួយនឹងនាងហើយនាងក៏បានទទួលយកសំណើនោះតែម្ដងហើយពួកគេក៏ចាប់ផ្ដើមប្រណាំងគ្នាដោយតែយើងដឹងស្រាប់ហើយថាកង់វាមិនដែលឈ្នះម៉ូតូនោះទេក៏ប៉ុន្តែដោយតែយើងដឹងស្រាប់ហើយថាគីតារ៉ូគឺមិនមែនជាមនុស្សធម្មតាទេគឺជាមនុស្សគួរក្បាលអច្ឆរិយៈហើយស្ងាត់គីតារ៉ូក៏សង្ងំធ្វើរឿងមួយគឺលេងផ្លូវកាត់នឹងឯងដោយជិះកង់ចុះចំណោតយ៉ាងលឿនតែម្ដងគាត់ធ្វើបែបនេះគឺដើម្បីតែស្រីព្រោះកិច្ចសន្យានៅក្នុងការប្រកួតបើសិនជាគាត់ឈ្នះគាត់នឹងសូមរ៉ៃកូប៊ូមប៉ុន្តែបើគាត់ចាញ់គាត់នឹងចាក់ចេញពីទីនោះនៅពេលដែលដល់រូងភ្នំមួយរ៉ៃកូក៏បានវ៉ាឡាន Porsche មួយគ្រឿងដែលបណ្ដាលឲ្យឡាននោះរេចង្កូតទៅគៀចិញ្ចើមផ្លូវធ្វើឲ្យម្ចាស់ឡានមានការខឹងសម្បាខ្លាំងមែនទែនបន្តមកទៀតម្ចាស់ឡានក៏បានបើកដេញតាមរ៉ៃកូតែម្ដងដោយល្បឿនយ៉ាងលឿនស្របពេលនោះផងដែរគីតារ៉ូក៏មកដល់ល្មមដោយឃើញអាកាសល្អគាត់ក៏បោះខ្សែមួយច្រវាយជាប់ទៅនឹង spoiler ឡានសណ្ដោងទៅជាមួយគ្នាយ៉ាងលឿនឆ្មេតែម្ដងម៉ូតូក៏លឿនឡានក៏លឿនរីឯកង់របស់គីតារ៉ូវិញកាន់តែលឿនដែរហើយមើលទៅមុខតគីតារ៉ូក៏ដឹងដែរថាល្បឿនលឿនប៉ុណ្ណាហើយភ្លាមនោះស្រាប់តែមានសត្វត្រកូនឆ្លងកាត់ផ្លូវធ្វើឲ្យអ្នកទាំង3ចាប់ប្រាំងស្ទើរតែមិនទាន់តែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺថាគីតារ៉ូបានផ្លោងទៅខ្ទាតទៅលើបង្គោលខ្សែភ្លើងនោះហើយរីកូក៏ចេះតែបន្តដំណើរទៅមុខទៀតស្រាប់តែនាងក្រឡេកទៅមើលបង្គោលខ្សែភ្លើងស្រាប់តែឃើញគីតារ៉ូកំពុងតែសាប់កង់នៅលើខ្សែភ្លើងធ្វើមិនដឹងសំខាន់គឺថាជើងញាប់ជាងម៉ាស៊ីនដេរទៅទៀតធ្វើឲ្យរ៉ៃកូមានការងឿងឆ្ងល់នឹងបរិសម្នាក់នេះជាខ្លាំងតែបែបនេះធ្វើអញ្ចឹងបានទៀតហើយរ៉ៃកូក៏ប្រឹងបន្ថែមល្បឿនម៉ូតូរបស់នាងកាន់តែលឿនជាងមុនខណៈពេលនោះគីតារ៉ូក៏កំពុងតែតាមនាងបង្កិតបង្កើយពីក្រោយម៉ូតូនឹងឯងជុំកង់នេះលឿនរបស់គេអ្វីដែលសំខាន់គឺថាគីតារ៉ូនឹងបានវ៉ាម៉ូតូរបស់រ៉ៃកូថែមទៀតផងធ្វើឲ្យរ៉ៃកូមានការភ្ញាក់ផ្អើលនឹងបរិសនេះជាខ្លាំងគីតារ៉ូបានបញ្ចេញសមត្ថភាពជ្រេតាមដងផ្លូវឡើងអេមែនទែនឡើងបាច់ផ្កាភ្លើងតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះគឺពួកគេបានមកដល់ផ្លូវកែង90ដឺក្រេហើយនឹងស្ពានមួយដែលគេមិនទាន់ជួសជុលហើយនោះទេហើយអ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀតនោះគឺថាកង់របស់គីតារ៉ូគឺដាច់ប្រាំងបាត់ទៅហើយនៅពេលដែលជិតដល់មាត់ជ្រោះរ៉ៃកូបានចាប់ប្រាំងតាន់ពេលវេលាក៏ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះគឺថាគីតារ៉ូគឺបានហោះផ្លោងឆ្លងជ្រោះពីម្ខាងទៅម្ខាងទៀតបាត់ទៅហើយតែមិនបានទៅត្រើយម្ខាងនោះទេគឺធ្លាក់ទៅក្នុងបាតជ្រោះបាត់ស្រមោលសូនឈឹងព្រឹត្តិការណ៍នេះធ្វើឲ្យរ៉ៃកូមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងនៅពេលដែលធ្លាក់ទៅនឹងគឺថាមួករបស់គីតារ៉ូនឹងបានប៉ើងឡើងមកលើហើយរសាត់មកធ្លាក់នៅចិត្តរ៉ៃកូហើយរ៉ៃកូគឺពិតជាសរសើរនៅភាពក្លាហានរបស់គីតារ៉ូមែនទែនធ្វើឲ្យគាត់ភ្ញាក់ខ្លួនព្រឺតហើយក៏ដឹងខ្លួនឯងថាគឺពិតជាចាញ់គីតារ៉ូមែននាងក៏លេងមើលស្រាលមនុស្សប្រុសទៀតដែរហើយរឿងរ៉ាវនឹកស្មានមកដល់គឺមិនទាន់ចប់នោះទេគីតារ៉ូគឺមិនទាន់បានប៉ក់ទេនៅឡើយនោះទេគាត់គឺនៅរស់រានមានជីវិតធម្មតាដោយសាប់កង់ចេញពីព្រៃមកឡើងឆ្វាច់ហើយបន្តដំណើរផ្សងព្រេងរបស់គាត់ទៅមុខបន្តទៀតហើយភាគទី5របស់យើងគឺសន្មតថាចប់តែត្រឹមនេះឯងអរគុណបងប្អូនអរគ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំជូនពរឲ្យបងប្អូនអរគ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងនិង comment នៅខាងក្រោមវីដេអូអំពីចំណាប់អារម្មណ៍របស់បងប្អូនយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ពេលនេះផងដែរ admin ក៏សូមជម្រាបលាបាយបាយសូមព្រះប្រទានពរ